មានសួរភ្ញៀវទេសចរទាំងឡាយដែលមានបំណងចង់មកលេងទឹកធ្លាក់វាពួចខ្ញុំកំពុងតែឲ្យត្រីម៉ាសាឥឡូវនេះត្រីកំពុងម៉ាសាជើងនេះអូដូចនៅក្នុងនៅសៀមរាបអញ្ចឹងណាចឹងបាច់ទៅសៀមរាបទេមកទឹកធ្លាក់វាពួចមកមានត្រីម៉ាសាអញ្ចឹងថ្ងៃនេះចង់ណែនាំលោកលោកស្រីមើលភ្ញៀវទេសចរមើលថាតើទឹកធ្លាក់វាពួចមានទឹកវិញឬនៅឥឡូវនេះកន្លែងនេះដែលយើងអាចមកហក់ទឹកលេងបានបាទយើងមានទឹកធ្លាក់ហើយជំរឿវាមានកន្លែងខ្លះដូចចង់3ម៉ែត្រហើយបាទដើម្បីយើងអាចហក់ទឹកលេងបានហើយទឹកនេះមកធ្លាក់មកពីភ្នំបូកគោអញ្ចឹងបន្ទាប់ពីភ្លៀងធ្លាក់ប្រហែលថ្ងៃមុននេះហើយជាមួយអាទិត្យមុននេះអញ្ចឹងយើងធ្វើឲ្យទឹកជ្រោះវាពួយហ្នឹងមានទឹកសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្តជាបណ្ដើទៅហើយដូច្នេះលោកស្រីដែលមានបំណងចង់មកលេងទឹកធ្លាក់វាពួយសូមស្វាគមន៍ហើយថ្ងៃនេះគឺថ្ងៃទី20ខែ5ឆ្នាំ2025ហើយទឹកទីយើងបានប៉ុណ្ណេះអញ្ចឹងពីបន្ទាប់ទៅទៀតនេះភ្លៀងធ្លាក់បន្តទៅទៀតនេះនឹងមានទឹកកាន់តែច្រើនទៅទៀតលោកស្រីនឹងកាន់តែសប្បាយទៅទៀតជាមួយនឹងធម្មជាតិទឹកជ្រោះធម្មជាតិមកពីភ្នំបូកគោឥឡូវទីទៀតនេះខ្ញុំនឹងហក់ទឹកឲ្យលោកស្រីមើលថាតើត្រជាក់ប៉ុណ្ណាហើយសប្បាយប៉ុណ្ណាឥឡូវនេះសូមចូលរួមសូមតាមដានជាមួយខ្ញុំនៅការហក់ទឹកបន្តិចទៀតនេះបាទបាយ stop